ពិភពបណ្ដាលគឺតាមមួយថ្ងៃល្បីប្រឹកមែនទែនវិជ្ជញិចយ៉ាងខ្លាំងចំពោះទៅលើដែលគុណខ្មែរប្រកបទៅដោយមានបញ្ចូលជាមួយនឹងMMA ហើយគឺបន្ទុកខ្លាំងបំផុតនោះគឺលោកគ្រូអាញាកដាលដែលគាត់មិនទាន់ចេះដឹងពីយល់ដឹងច្បាស់ពីរឿង MMA កីឡាករមួយដែលគាត់បាយបងប្អូនមើលបានមើលវីដេអូហើយគឺវាយរត់អូរត់ហ្នឹងតម្លាក់ដៃបឹកតម្លាក់ដៃឲ្យគាត់អត់ដឹងទៀតអ្នកដែលឲ្យទឹកនោះគោះចង់ងាប់បានទៅពេលដែលកីឡាករមកខាងទៀតបលែងបែរជាបលែងទៅដួលទិញអត់មានត្រអត់មានអីទាំងអស់និយាយទៅគឺមានបងប្អូនប្រតិកម្មជាច្រើនមែនទែនអញ្ចឹងគឺរហូតទៅដល់ផ្ទុះទៅដល់ភេកដែលធ្លាប់តែគ្រប់គ្រងខ្មែរយើងនៅប្រទេសភូមិមានតែភេកធំមួយដែលគាត់គ្រប់គ្រងខ្មែរបែរជាគាត់ចេញគឺមិនពេញចិត្តទៅលើដែលការទៅលើអាញាកដាលហើយនឹងអាញាកដាលដែលវាយនៅវ័នដែលគាត់ចេញប្រតិកម្មជាខ្លាំងទៅលើដែលអាញាកដាលស្រុកខ្មែរយើងនេះគឺគាត់ខ្ញុំមិនបញ្ចេញឈ្មោះទេតែបងប្អូនមើលទៅដោយតាមការគួរប៉ុន្តែការយោបល់របស់ខ្ញុំបើយើងចេះស្ទើរទេយើងធ្វើភ្លឺទៅល្អជាងបើយើងចេះស្ទើរស្ទាក់យើងមិនបាច់ទៅធ្វើអាញាកដាលទេយើងធ្វើអាញាកដាលតែគុណខ្មែរទៅបានហើយដោយសារតែយើងជំនាញទៅខាងគុណខ្មែរអញ្ចឹងយើងអត់ទាន់ពីស្គាល់យល់ដឹងច្បាស់ពីរឿងការពី MMA នឹងទេមិនដោះចុះបើសិនជាកីឡាករហ្នឹងគាត់ស្លាប់តើអាញាកដាលគិតយ៉ាងណាវិញឬសហព័ន្ធគិតយ៉ាងណាវិញអញ្ចឹងគឺអត់មានអីគិតយ៉ាងណាទេបានមកត្រឹមតែបើសិនជាស្លាប់ទៅគឺស្លាប់ហើយគឺសោកសៅបំផុតនោះគឺគ្រួសារគាត់អ្នកគាត់វាយសិតតែវាយដើម្បីជីវភាពគ្រួសារគាត់អញ្ចឹងសូមឲ្យសហព័ន្ធទាំងអស់ហៅកិច្ចប្រជុំទៅដែលអាញាកដាលចៅក្រមទាំងអស់ដែលបានរៀនសារជាថ្មីបើសិនជាយើងបញ្ចូលគុណខ្មែរនិយាយនឹងគុណចម្រុះគុណ MMA ហ្នឹងអញ្ចឹងយើងគួរតែរៀនឲ្យយល់ដឹងឲ្យច្បាស់ពីអាញាកដាលគឺសំខាន់ណាស់អញ្ចឹងបងប្អូនដែលគាត់មើលទៅឃើញហើយគឺខ្ញុំដាក់ឲ្យបងប្អូនមើលហ្នឹងគឺបងប្អូនបានឃើញហើយគឺអាញាកដាលអត់ដឹងហ្មងនិយាយទៅគាត់អត់ដឹងថាមនុស្សដាច់ខ្យល់ឥឡូវហើយមនុស្សធ្លាក់ឯស្ទេចេះហើយគាត់នៅតែអត់ដឹងអត់យល់ខ្ញុំដល់ពេលឃើញអញ្ចឹងខ្ញុំហួសចិត្តមែនទែនខ្ញុំឃើញហើយខ្ញុំថាហេតុអីបានអាញាកដាលគាត់ធ្វើអញ្ចឹងតែបើគាត់មិនចេះគាត់មិនទៅប្រាប់គេទៅមិនប្រាប់ទៅតាមប៉ុស្តិ៍ស្ថានីយ៍ថាខ្ញុំមិនចេះទេ MMA ហ្នឹងយើងចេះតែគុណខ្មែរអញ្ចឹងយើងឡើងទៅធ្វើអាញាកដាលត្រឹមតែគុណខ្មែរទៅបានហើយមិនបាច់ចាំទៅធ្វើអាញាកដាលគុណចម្រុះគុណ MMA ហ្នឹងទេយើងអត់ទាន់ចេះដល់គឺរត់រត់មនុស្សរត់ចង់ងាប់ហើយអត់ដឹងទេបងអត់មានគោះហើយដល់ពេលអាគ្នាដួលទៅអត់មានត្រូមានអីទេទឹងតែម្ដងចឹងបងប្អូនគិតតាមការគួរ